ប្រឡងជាប់និងចេញទៅធ្វើការនៅសាធារណរដ្ឋកូរ៉េគឺជាការប៉ងប្រាថ្នារបស់សិក្ខាកាមគោលរូបដែលកំពុងសិក្សាភាសាកូរ៉េប៉ុន្តែដើម្បីដល់ចំណុចនេះសិក្ខាកាមគោលរូបត្រូវមានឆន្ទៈមោះមុតទាំងយប់ទាំងថ្ងៃប្រឹងប្រែងរៀនសូត្រទាំងក្រៅថ្នាក់និងក្នុងថ្នាក់គោរពឲ្យបានម៉ឺងម៉ាត់ទៅតាមក្រឹតក្រមវិន័យបទវិជ្ជាទីក្នុងគោលការណ៍ណែនាំរបស់លោកគ្រូអ្នកគ្រូថ្នាក់ដឹកនាំសាលាហើយក៏ត្រូវចេះគោរពស្រឡាញ់ផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកផងដែរនេះជាការចែករំលែកបទពិសោធន៍និងប្រាំផ្ញើទៅសិស្សប្អូនចំនួនក្រោយរបស់សុំធីរាជជាសិស្សសាលាភាសាកូរ៉េតារាវឌ្ឍនៈមុននឹងគាត់ឡើងយន្តហោះទៅធ្វើការនៅសាធារណរដ្ឋកូរ៉េហេតុនេះដើម្បីឲ្យជោគជ័យក្នុងការប្រឡងនិងសម្រេចបំណងទៅធ្វើការនៅសាធារណរដ្ឋកូរ៉េដូចធីរាជសិក្ខាកាមចំនួនក្រោយជាសិស្សសាលាភាសាកូរ៉េតារាវឌ្ឍនៈក្តីមិនមែនក្តីដើម្បីអនុវត្តឲ្យបានជាប្រចាំដោយការចែករំលែករបស់ធីរាជនិងសពដូចបំណងហើយមិនបងយើងកងខ្ជិលរៀនអាសាជាយាមស្ដាប់គាត់ណាហើយកុំតែមើលសាប់ពេកនៅបញ្ចុះម៉ោង4ថ្ងៃ5ដែរខ្ញុំទិញអញ្ចឹងតែបាញ់គ្នាបាទអូមែនទេណាត្រូវក្រោកពីព្រលឹមដើម្បីព្យាយាមរំលឹកមេរៀនឬក៏រៀនមេរៀនថ្មីកុំសូវបន្លាយគ្នាពេកអាបន្លាយគ្នាប្រាជ្ញគ្នានឹងវាធ្វើឲ្យបាត់បង់ពេលវេលាក្នុងការរៀនសូត្រខ្ញុំក៏បងប្អូនต้องเก็บតាមផ្លូវការធ្វើឲ្យស្មានទៅតាមផ្លូវការសុខសប្បាយហើយជួបតែការល្អៗហើយសុខភាពល្អសុខភាពបានបាទ